ដំណើរកំសាន្តដែលគ្មានថ្ងៃត្រឡប់សោកនាដកម្ម5នាក់ចិត្តក្បែររបងផ្ទះជិតដល់ផ្ទះហើយតែបែរជាទៅមិនដល់យប់ថ្ងៃទី27ខែមិនិនាឆ្នាំ2026ម៉ោង10ជាងទៅហើយជាពេលវេលាដែលក្រុមគ្រួសារដទៃទៀតកំពុងសម្រាកយ៉ាងលង់លក់ស្រួលនៅក្នុងផ្ទះដ៏កក់ក្ដៅតែសម្រាប់បងប្អូន5នាក់គឺជាវិនាទីដែលមច្ចរាជមកផ្ដាច់សង្ខារយ៉ាងសាហាវឃោរឃៅបំផុតគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅចំណុចស្ពានថ្មក្បែរភូមិកកោះបានឆក់យកជីវិតបងប្អូនបង្កើតទាំង5នាក់នៅក្នុងពេលតែមួយខណៈដែលពួកគាត់កំពុងជិះម៉ូតូត្រឡប់មកពីមើលការប្រគំតន្ត្រីនៅឯស្រុកមុងឬស្អីវិញអ្វីដែលសែននៅខ្លោចចិត្តបំផុតនោះគឺពួកគាត់បានជិះនឹងដល់ភូមិកំណើតទៅហើយផ្ទះនៅនឹងមុខសាច់ញាតិរងចាំផ្លូវនៅក្បែរដៃតែបែរជាត្រូវមកជួបគ្រោះអកុសលបញ្ចប់ដង្ហើមនៅកណ្ដាលផ្លូវយ៉ាងអនាថធមបែបនេះតើមានពីអ្វីអាចមកជួសជុលការឈឺចាប់របស់ក្រុមគ្រួសារដែលនៅរស់បានដែរឬទេបាត់បង់សមាជិកម្នាក់ក៏សែនឈឺចាប់ណាស់ទៅហើយជួយទម្រាំបាត់បង់ដល់ទៅ5នាក់ទៀតក្នុងពេលតែមួយតើវាជាមហាទុក្ខដ៏ធំធេងយ៉ាងណាទៅសម្រាប់គ្រួសារសំឡេងសើចសប្បាយដែលទើបតែឮកាលពីប៉ុន្មានម៉ោងមុនក៏ប្រែទៅជាភាពស្ងប់ស្ងាត់រហូតតរៀងទៅខ្ញុំសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធបងប្អូនទាំង5នាក់បានទៅកាន់សុគតិភពនិងសូមឲ្យក្រុមគ្រួសារដែលនៅសេសសល់មានកម្លាំងចិត្តរឹងមាំដើម្បីឆ្លងកាត់ការបាត់បង់ដ៏ធំធេងដែលមិនអាចកាត់ថ្លៃបានមួយនេះសូមចូលរួមរំលែកទុក្ខដោយក្តីអាឡោះអាល័យបំផុតបាទអត្ថបទមួយនេះដែរគឺបានមកពី page Facebook ឈ្មោះកញ្ចក់សង្គម